Johnny Depp ពីក្មេងប្រុសដើរលក់បិចคล้ายទៅជា superstar លំដាប់ពិភពលោកបានដោយរបៀបណារឿងរ៉ាវនឹងទៅជាយ៉ាងណាទៅស្ដាប់ទាំងអស់គ្នាជីវិតរបស់ Johnny Depp កាលពីនៅកុមារភាពគឺមិនបានស្ថិតនៅក្នុងស្ថានភាពគ្រួសារដ៏ល្អអ្វីនោះទេគាត់រស់នៅហើយក៏កើតជាមួយនឹងម្ដាយដែលប្រើប្រាស់អំពើហិង្សាជារៀងរាល់ថ្ងៃមិនត្រឹមតែប៉ុណ្ណោះគឺធ្វើបាបទាំងផ្លូវកាយហើយនិងបញ្ហាផ្លូវចិត្តគាត់យ៉ាងធ្ងន់ធ្ងរហើយគាត់ថែមទាំងត្រូវផ្លាស់ប្ដូរទីលំនៅជាញឹកញាប់ធ្វើឲ្យគាត់ស្ទើរតែគ្មានមិត្តភ័ក្តិចិត្តដិតតតែសោះតែរឿងដែលដកជាប់នៅក្នុងចិត្តរបស់គាត់ហើយនឹងធ្វើឲ្យគាត់ផ្លាស់ប្ដូរបញ្ហាទាំងអស់នឹងបាននោះគឺហ្គីតាដោយគាត់មានការស្រឡាញ់តន្ត្រីនិងភ្លេងផ្នែក rock ជាខ្លាំងមែនទែនរហូតធ្វើឲ្យគាត់សម្រេចចិត្តលាឈប់ពីសាលារៀនគឺចេញពីសាលារៀនតែម្ដងទាំងតែគាត់មានអាយុត្រឹមតែ16ឆ្នាំគោលបំណងគឺដើម្បីឲ្យខ្លួនឯងទទួលបានជោគជ័យទៅលើគោលបំណងដែលខ្លួនប្រាថ្នាហើយក៏សម្ដៅទៅទីក្រុង LA នៃសហរដ្ឋអាមេរិកដើម្បីឲ្យខ្លួនឯងអាចក្លាយទៅជាតារាយ៉ាងពេញទំហឹងប៉ុន្តែជីវិតពិតវាមិនបានងាយស្រួលដល់ថ្នាក់នឹងនោះទេជំនួសឲ្យការដែលគាត់អាចក្លាយទៅជាតារាចម្រៀងដ៏ល្បីឈ្មោះនិងអាចលេងបទភ្លេងតាមដូចដែលគាត់សម័យទុកគាត់បែរជាត្រូវរស់នៅយ៉ាងលំបាកវេទនានៅក្នុងបន្ទប់ជួលតូចៗហើយខិតខំប្រឹងប្រែងធ្វើការដោយធ្លាប់ជាក្មេងប្រុសដែលលក់បិចតាមរយៈការខលទូរស័ព្ទដើម្បីបានជាចំណូលក្នុងការចិញ្ចឹមពោះខ្លួនឯងឲ្យរួចខ្លួនពីមួយថ្ងៃទៅមួយថ្ងៃគាត់ដល់ថ្ងៃមួយចំណុចផ្លាស់ប្ដូរជីវិតរបស់គាត់ដ៏សំខាន់ក៏បានមកដល់គឺនៅពេលដែលគាត់បានស្គាល់ជាមួយនឹង Nicolas Cage ដែលជាតារាសម្ដែងហើយធ្វើឲ្យគាត់មានឱកាសបានសម្ដែងខ្សែភាពយន្តរឿងដំបូងដែលមានឈ្មោះថា A Nightmare on Elm Street ហើយភ្លាមនៅពេលដែលខ្សែភាពយន្តនឹងត្រូវបានចាក់ផ្សាយឬក៏ចាក់បញ្ចាំងធ្វើឲ្យពិភពលោកក៏បានស្គាល់និងឃើញតារាសម្ដែងមួយដ៏ពិសេសដែលអាចសម្ដែងនៅលើឈុតឬក៏ឆាកនៅក្នុងខ្សែភាពយន្តនឹងដែលគ្មានអ្នកណាធ្លាប់ធ្វើបានពីមុនមកឲ្យឈុតឆាកនៅក្នុងខ្សែភាពយន្តនឹងចេញឡើងមកយ៉ាងល្អអស្ចារ្យស្ទើរតែមិនគួរឲ្យជឿមុនពេលដែលគាត់អាចដើរសម្ដែងឈុតឆាកផ្សេងដែលប្លែកដែលគ្មានអ្នកណាគេហ៊ាននឹងសម្ដែងទាំងអស់នឹងពីមុនមកមិនថាជា Edward Scissorhands Willy Wonka ដែលមាននៅក្នុងរឿង Charlie and the Chocolate Factory ឬ Hatter នៅក្នុងរឿង Alice in the Wonderland ហើយនឹងឆាកដ៏សំខាន់បំផុតដែលផ្លាស់ប្ដូរជីវិតរបស់គាត់ជារៀងរហូតទៅនោះគឺ Captain Jack Sparrow ក្នុងរឿង The Pirates of the Caribbean ហើយវាល្បីខ្លាំងមែនទែនដែលអាចរកចំណូលឲ្យ Disney បានយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅជាង$265 លានសហរដ្ឋអាមេរិកហើយត្រូវបានដាក់ស្នើដើម្បីចូលរួមទទួលពានរង្វាន់ Oscar រហូតដល់ទៅ3ដងធ្វើឲ្យ Johnny Depp ក្លាយទៅជាតារាសម្ដែងដ៏ពូកែនិងល្បីខ្លាំងបំផុតដែលពិភពលោកស្គាល់ប៉ុន្តែនៅពេលដែលជីវិតរបស់គាត់កំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងរហូតដល់ចំណុចកំពូលនោះហើយគ្រាប់បារ៉ាណូក៏បានធ្លាក់នៅក្នុងជីវិតរបស់គាត់យ៉ាងគួរឲ្យឈឺទុកចាប់នៅពេលដែលគាត់ត្រូវបានអតីតភរិយារបស់គាត់អ្នកនាង Amber Heard បានដាក់ប្តឹងតុលាការពីបទរំលោភបំពានលើផ្នែករាងកាយធ្វើឲ្យមានការផ្សព្វផ្សាយព័ត៌មានអាក្រក់ពាក់ព័ន្ធជាមួយនឹងគាត់ពីពេញពិភពលោកឈ្មោះមុខមាត់កិត្តិយសដែលធ្លាប់បានកសាងមកជាង30ឆ្នាំក៏ត្រូវបានរលាយក្នុងពេលមួយរំពេចភ្នែកតាមរយៈ background ដែល Johnny Depp គាត់មានគឺវាប្លែកមើលទៅចម្លែកខុសពីគេឆ្ងាយដាច់ពី Amber Heard ដែលគាត់មើលទៅមឹសហើយក៏ងប់ស្ងាត់និងគួរឲ្យទុកចិត្តខ្លាំងធ្វើឲ្យពិភពលោកក៏បានវាយតម្លៃ Johnny Depp 100% តែម្ដងថាជាអ្នកដែលធ្វើខុសទាំងដែលសាលាជំនុំជម្រះក្តីតែក្រុមតុលាការនៅមិនទាន់បានកាត់ក្តីនៅឡើយ Disney ដែលគាត់ធ្លាប់បានសម្ដែងរឿងក៏បានកាត់គាត់ផ្ដាច់ចេញពីភាគ Captain Jack Sparrow ភ្លាមតែម្ដងសូម្បីតែកន្លែងធំ Warner Bros Entertainment ក៏ផ្ដាច់គាត់ចេញពីក្រុមការងារ Fantastic ភ្លាមគ្មានផលិតកម្មណាមួយហ៊ានជួលគាត់ឲ្យធ្វើការទៀតនោះទេការធ្វើ sponsor ឃោសនាផ្សេងក៏បាត់បង់ទាំងអស់នៅខណៈពេលនោះ Johnny Depp គឺគាត់ក៏ត្រឡប់ទៅរស់នៅក្នុងជីវិតដ៏លំបាកម្ដងទៀតគឺប្រៀបដូចជាពិភពលោកទាំងមូលបែកខ្នងឲ្យគាត់ដែលធ្វើឲ្យគាត់ត្រូវរស់នៅក្នុងសភាពដែលត្រូវបានគេកាត់ក្តីនិងវាតម្លៃថាជាមនុស្សអាក្រក់បែបនឹងរហូតដល់ទៅ6ឆ្នាំព្រោះថាត្រូវបានទទួលរងនៅសម្ពាធពីពិភពលោកនិងពិភពខាងក្រៅឲ្យគ្រប់ផលិតកម្មទាំងអស់ផ្ដាច់កុងត្រាជាមួយគាត់ដែលពេលនោះមានតែ brand តែមួយប៉ុណ្ណោះដែលមិនបោះបង់គាត់ទៅណាហើយ brand នោះមានឈ្មោះថា Dior មិនត្រឹមតែមិនផ្ដាច់ខ្លួនគាត់ចេញពីឃោសនាទឹកអប់ប្រភេទ Savage ប៉ុន្តែពួកគាត់បែរជាជ្រើសរើសបន្ថែមការដាក់ឃោសនាតាក់ទងជាមួយនឹងទឹកអប់មួយនឹងដោយ John Depp កាន់តែច្រើនឡើងដើម្បីបង្ហាញពិភពលោកឲ្យដឹងថាគាត់ឈរខាង John Depp ហើយក៏ជឿជាក់លើ John Depp 100% រហូតដល់ថ្ងៃមួយថ្ងៃដែលតុលាការបានសម្រេចជំនុំជម្រះក្តីក៏មកដល់នៅពេលដែលដើមបណ្ដឹងរដ្ឋប្រវេណីទី1ត្រូវបានកាត់ក្តីទី2ក៏បានកាត់ក្តីបន្តរហូតដល់ទៅទី7ការពិតក៏បានបង្ហាញឡើងព្រោះថានៅពេលដែលបានមើលភ័ស្តុតាងយ៉ាងលម្អិតហើយលទ្ធផលរួមចុងក្រោយតុលាការក៏បានសម្រេចមតិគ្នាជាឯកច្ឆន្ទគឺ Johnny Depp ទទួលបាននៅជ័យជំនះការប្តឹង7-0
កំឡុងពេលនោះឯង fan club និងអ្នកគាំទ្ររបស់ Johnny Depp ក៏នាំគ្នាតម្រង់ជួរទៅទិញទឹកអប់ Dior Sauvage ដែលអាចបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការលក់ធ្វើឲ្យទឹកអប់ Dior ប្រភេទនោះអាចលក់បានរៀងរាល់3នាទីម្ដងយ៉ាងច្រើនសន្ធឹកសន្ធាប់បែបទប់មិនឈ្នះហើយคล้ายទៅជាទឹកអប់ដែលលក់ដាច់ជាងគេបំផុតនៅលើលោកធ្វើឲ្យ Dior សម្រេចចិត្តបន្តកងត្រាជាមួយគាត់នៅក្នុងតម្លៃទឹកប្រាក់ជាង$20 លានសហរដ្ឋអាមេរិកคล้ายទៅជា presenter ដែលលក់ទឹកអប់ផ្នែកបុរសដែលមានតម្លៃខ្លួនថ្លៃនៅក្នុងប្រវត្តិសាស្ត្រ Johnny Depp បានត្រឡប់មកធ្វើការជាតារាម្ដងទៀតជាមួយនឹងគេឈ្មោះដ៏ល្បីល្បាញខណៈពេលដែល Disney បានត្រឹមតែលួចងាកមើលពីក្រោយពីព្រោះថា Johnny Depp គាត់បានប្រកាសឲ្យពិភពលោកដឹងថាទោះបីជា Disney យកលុយមកចេះរាប់រយម៉ឺនលានដុល្លារក៏គាត់គ្មានថ្ងៃនឹងវិលត្រឡប់ទៅថតរឿងឲ្យផលិតកម្មនេះទៀតឡើយស្ដាប់រឿងនេះចប់តើអ្នកទទួលបានចំណេះដឹងអ្វីខ្លះពី Johnny Depp រាល់លើកនៅពេលដែលយើងជួបបញ្ហាគ្រប់គ្នាអាចនឹងបោះបង់ហើយក៏ច្រានយើងចោលបានមួយរំពេចភ្នែកហើយក៏ភ្លាមតែក្នុងពេលហ្នឹងអ្នកដែលមិនត្រូវបោះបង់ខ្លួនឯងជាដាច់ខាតនោះគឺខ្លួនឯងទន្ទឹមនឹងនឹងជាជាង Dior ដែលនៅតែរក្សាហើយក៏ជឿជាក់លើ Johnny Depp ចំនួនត្រឡប់ថាតើJohnny Depp គាត់បានធ្វើអីបើសិនជា Johnny Depp គាត់គ្មានចំណុចណាមួយដែលល្អពិសេស brand ដ៏ល្បីឈ្មោះយ៉ាង Dior ក៏នឹងមិនស្ថិតហើយក៏មិនឈរនៅខាង Johnny Depp ដូចគ្នាដែរដូច្នេះសង្ឃឹមថាវីដេអូនេះនឹងជាចំណែកដើម្បីលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាមិនថាមានរឿងអ្វីធ្ងន់ធ្ងរដែលកើតឡើងនៅក្នុងជីវិតក៏ដោយគ្រប់គ្នាគ្មានអ្នកណាគេដឹងទេថាអ្នកទាំងអស់គ្នាជួបរឿងហ្នឹងវាធ្ងន់ធ្ងរកម្រិតណាហើយក៏ឈឺចាប់កម្រិតណាវាប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកកម្រិតណាហើយក៏គ្មានអ្នកណាគេទៅពាល់អារម្មណ៍ឬក៏ឈឺចុកចាប់ជាមួយអ្នកដែរចុងក្រោយមានតែអ្នកខ្លួនឯងទេដែលអ្នកឈឺគ្រាន់តែថាបើសិនជាអ្នកជ្រើសរើសយកថាអ្នកនឹងចាប់ផ្ដើមឈឺជាមួយវាអ្នកក៏នឹងទៅនៅតែឈឺជាមួយវាបន្តរហូតទៅតែបើសិនជាអ្នកជ្រើសរើសថាអ្នកនឹងតស៊ូជាមួយវាតាមរយៈវិធីសាស្ត្រណាមួយផ្សេងដែលធ្វើឲ្យអ្នកកាន់តែប្រសើរឡើងជាងមុនវាក៏អាចធ្វើឲ្យអ្នកមានឱកាសដែលអាចទទួលយកបាននូវអ្វីដែលថ្មីដោយបំភ្លេចអតីតកាលដ៏អាក្រក់ប៉ុន្តែយកវាជាមេរៀននៅក្នុងសៀវភៅមួយក្បាលនេះក៏មានអធិប្បាយជាច្រើនទាក់ទងជាមួយនឹងបទពិសោធន៍និងរឿងរ៉ាវឈឺចាប់ទាំងឡាយដែលបុគ្គលល្បីៗមុនពេលដែលគាត់អាចទទួលបាននូវរឿងជោគជ័យដ៏ធំដែលគ្រប់គ្នាបានមើលឃើញគាត់សុទ្ធតែបានលាក់នៅអាថ៌កំបាំងមួយចំនួនដែលគ្រប់គ្នាស្ទើរតែមិនបានដឹងថាគាត់បានឆ្លងកាត់អ្វីខ្លះគ្រប់គ្នាសរសើរហើយក៏រីករាយជាមួយនឹងជោគជ័យរបស់អ្នកខណៈពេលដែលគ្រប់គ្នាគ្រាន់តែឃើញថាអ្នកបានខ្លាយទៅជាអ្វីមួយនៅពេលហ្នឹងប៉ុន្តែគ្មានអ្នកណាដឹងទេថាតើអ្នកឆ្លងកាត់នៅរឿងអ្វីខ្លះចាប់អារម្មណ៍កុំភ្លេចយកទៅអានទាំងអស់គ្នាដែលវានឹងជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាក្នុងការលើកទឹកចិត្តហើយក៏ធ្វើអ្វីមួយដែលថ្មីៗដើម្បីឲ្យជីវិតរបស់អ្នកប្រសើរឡើងចាប់អារម្មណ៍ content តាក់ទងជាមួយនឹងផ្នត់គំនិតផ្នែកហិរញ្ញវត្ថុរួមជាមួយនឹងព័ត៌មានទូទាំងពិភពលោកកុំភ្លេច account Money Freedom